ឯកឧត្តម Florence Tilly ជាសមាជិកក្រុមប្រឹក្សាភិបាលអន្តរជាតិនិងជានាយកអង្គការមហាអរិស័យដើម្បីសន្តិភាពពិភពលោកបានចុះមកបំពេញបេសកកម្មពិសេសនៅកម្ពុជាបានគូបញ្ជាក់ថាលោកមកគឺដើម្បីរៀបចំជួយគាំទ្រអង្គការមូលនិធិមហាអរិស័យដើម្បីសន្តិភាពពិភពលោកនៅកម្ពុជាដោយបានរៀបចំធ្វើការបោះឆ្នោតក្នុងចំណោមសមាជិកសហស្ថាបនិកនិងគណៈកម្មការប្រតិបត្តិក្នុងប្រទេសកម្ពុជាហើយបានទទួលការយល់ព្រមជាឯកច្ឆន្ទពីសមាជិកក្រុមប្រឹក្សានាយកអន្តរជាតិជ្រើសរើសឯកឧត្តមមូនវាសនាជាអតីតសមាជិកស្ថាបនិកធ្វើជាប្រធានអង្គការនេះចាប់ពីថ្ងៃទី7ខែតុលាឆ្នាំ2025ឯកឧត្តម Florence Tilly ក៏បានឲ្យដឹងផងដែរថាអង្គការមួយនេះក៏មានសមាជិកនៅតាមបណ្ដាប្រទេសនានាទូទាំងពិភពលោកចំនួន33ដែលសុទ្ធសឹងជាអតីតសាស្ត្រាចារ្យនិងនិស្សិតសាកលវិទ្យាល័យវេទមហាអរិស័យ MVU ព្រមទាំងចលនាចែករំលែកពុទ្ធិចំណេះដឹងលោកមហាអរិស័យ Mahesh Yogi ចលនានេះមានការស្រាវជ្រាវវិទ្យាសាស្ត្រចំនួនជាង600ស្រាវជ្រាវដែលបានអនុវត្តនៅសាកលវិទ្យាល័យនិងវិទ្យាស្ថានស្រាវជ្រាវជាង250កន្លែងនៅក្នុងប្រទេសចំនួន33ទូទាំងពិភពលោកដែលជាអ្នកសិក្សាស្រាវជ្រាវនៅពុទ្ធិចំណេះដឹងចែករំលែកពាក់ព័ន្ធទៅនឹងការសមាធិដើម្បីសុខដុមរមណីយកម្មនិងសន្តិភាពចំណែកសាកលវិទ្យាល័យនិងសាលារៀនមានជាច្រើនប្រទេសដូចជានៅហូឡង់សហរដ្ឋអាមេរិកសហគមន៍អឺរ៉ុបប្រទេសស្វីសចក្រភពអង់គ្លេសអូស្ត្រាលីចិនឥណ្ឌាជប៉ុនរួមទាំងកម្ពុជាយើងផងដែរឯកឧត្តមមូនវាសនាបញ្ជាក់ជូនបន្ថែមថាចលនានៃការរៃអង្គាសមូលនិធិជួយទៅដល់គ្រួសារកងទ័ពនៅស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យមានរយៈពេល3ថ្ងៃក្រុងនឹងចេញដំណើរពីថ្ងៃទី4និងបញ្ចប់នៅថ្ងៃទី6ខែវិច្ឆិកាឆ្នាំ2025អង្គការមូលនិធិមហាអរិស័យដើម្បីសន្តិភាពពិភពលោកនៅកម្ពុជាបាននឹងកំពុងគៀកគររៃអង្គាសមូលនិធិក្នុងនិងក្រៅប្រទេសចូលរួមសហការជាមួយសមាគមអតីតនិស្សិតសាកលវិទ្យាល័យវេទមហាឫសីនាំយកមូលនិធិទៅជួយគាំទ្រគ្រួសារកងទ័ពដែលកំពុងឈរជើងនៅសមរភូមិជួរមុខនៅទិសខេត្តឧត្តរមានជ័យនេះជាមូលនិធិសប្បុរសធម៌ឧបត្ថម្ភចូលរួមជាមួយរដ្ឋាភិបាលសម្រាប់ចូលរួមចំណែកជូនដល់ក្រុមគ្រួសារគាំទ្រដល់វីរៈកងទ័ពដែលបាននឹងកំពុងឈរជើងនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃដើម្បីបំពេញភារកិច្ចនិងបេសកកម្មដ៏ឧត្តមឧត្តមក្នុងការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាអង្គការនេះក្នុងគោលបំណងដើម្បីចូលរួមជាមួយនឹងរាជរដ្ឋាភិបាលដើម្បីធ្វើយ៉ាងណាឲ្យមានសន្តិភាពដោយសារនៅឈ្មោះអង្គការនោះគឺមានពាក្យសន្តិភាពរួចហើយយើងហៅថាមូលនិធិរបស់លោកមហារិសីសន្តិភាពពិភពលោកនៅប្រទេសកម្ពុជាដូចជានៅពេលថ្មីនេះគឺតាមការផ្ដួចផ្ដើមគំនិតការប្រជុំជាមួយនឹងសមាគមអតីតនិស្សិតសាកលវិទ្យាល័យវេទមហាឫសីមួយទៀតដែលជាដៃគូដែលយើងហៅថាជាចលនាសមាគមហើយនិងអង្គការនៅក្នុងរចនាសម្ព័ន្ធរបស់លោកមហាឫសីដែលជាគ្រូហ្នឹងគឺយើងធ្វើការរៃអង្គាសថវិកានៅក្នុងប្រទេសកម្ពុជាក្នុងចំណោមសមាគមអតីតនិស្សិតសាកលវិទ្យាល័យវេទមហាឫសីជាមួយនឹងចលនាបណ្ដាញពិភពលោកដើម្បីបានមូលនិធិទៅតាមលទ្ធភាពដែលយើងធ្វើបានដើម្បីជួយដល់បងប្អូនគ្រួសារបើថាគ្រួសាររបស់កងទ័ពដែលកំពុងតែឈរជើងនៅសមរភូមិមុខតាមបណ្ដាព្រំដែនកម្ពុជាថៃហើយយើងនឹងចេញដំណើរពីថ្ងៃទី4ខែវិច្ឆិកាហើយយើងនឹងទៅជួបជុំបងប្អូនគ្រួសារកងទ័ពនៅថ្ងៃទី5វិច្ឆិកាហើយជានៅក្នុងសារពិសេសមួយទៀតគឺយើងនឹង
ចូលរួមធ្វើសមាធិបើថាធ្វើសមាធិគឺដើម្បីយើងហៅថាបួងសួងឬក៏សុំឲ្យកើតមានសន្តិភាពនៅក្នុងប្រទេសកម្ពុជាយើងហើយសកម្មភាពផ្សេងៗយើងនឹងរៀបចំធ្វើបន្តទៀតបាទនេះជាទឹកចិត្តក្នុងនាមជាប្រជាពលរដ្ឋនៅសមរភូមិក្រោយបន្តគាំទ្រលើកទឹកចិត្តដល់កងទ័ពសមរភូមិមុខដោយភ្លៀងរលឹមដែលជាទឹកចិត្តបេះដូងមនសិការជាតិរបស់អតីតនិស្សិត MVU ផ្ដល់កម្លាំងចិត្តជួយកងទ័ពជាមួយនឹងការអំពាវនាវយ៉ាងទទូចដល់សមាគមអន្តរជាតិជួយដោះស្រាយដើម្បីបញ្ចប់នៅបញ្ហាជម្លោះព្រំដែនកម្ពុជាថៃ